បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយបាទនេះគឺជាសកម្មភាពរបស់សិស្សខាងមេកានិកឧស្សាហកម្មឆ្នាំទី2បាទវេនដសៀល2ហើយពួកគាត់បានអនុវត្តទៅលើបាទប៉ុស្តា simulator អញ្ចឹងមុននឹងយើងឈានចូលដល់ការអនុវត្តផ្សារជាក់ស្ដែងនៅក្នុងរោងជាងគឺយើងទៅប្រើបាទប៉ុស្តា simulator នេះផ្សារឲ្យស្នឹកដៃសិនបាទអញ្ចឹងទាំងបងប្អូនប្រុសទាំងស្រីគឺទាំងបងប្រុសទាំងបងស្រីគឺផ្សារដូចគ្នាណាមានគាត់ធ្វើផ្សារលើ simulator របស់យើងនេះដល់ welding simulator នេះធ្វើផ្សារមិនឲ្យបានបន្ទុកឲ្យ70ទៅ75សិនបាទមុនយើងឈានចូលទៅដល់ការផ្សារមែនតើអញ្ចឹងប៉ុស្តា simulator នេះគឺយើងដូចជាក់ស្ដែងកន្លែងការងារជាក់ស្ដែងអញ្ចឹងគឺយើងមានបាទដុំការងារយើងមានធុកមានផ្សារដូចគ្នាអញ្ចឹងបើយើងក៏លេខទៅមើលក្នុងអេក្រង់នោះគឺដូចផ្សារជាក់ស្ដែងមែនតើកន្លែងការងារមួយហើយដុំការងាររបស់យើងគឺមានគ្រប់សន្តានហើយប៉ុស្តា simulator ណាគឺយើងមាន3ប្រភេទនៃប៉ុស្តាគឺមានផ្សារធុកផ្សារតិចហើយផ្សារមិចវាដូចគ្នាទៅនឹងរោងជាងជាក់ស្ដែងរបស់យើងគឺយើងមាន3ប្រភេទហ្នឹងដែរអញ្ចឹងបងប្អូនដែលបានអនុវត្តទៅលើជំនាញផ្សារនេះតើគាត់រៀនឆ្នាំទី2ឈានមេទី1បាទចាំគាត់បានរៀនផ្សារហើយដូចយើងបានលើកឡើងយ៉ាងមិញអញ្ចឹងគឺមុនគាត់ឈានចូលការផ្សារជាក់ស្ដែងនៅក្នុងរោងជាងបាទគាត់ត្រូវទៅមកផ្សារ simulator នេះស្នឹកដៃទាំងការអូសបាទអូសដៃរបស់គាត់ទៅលើដុំការងារមួយហ្នឹងធ្វើឲ្យធ្នេផ្សារគាត់ល្អហើយបន្ទុកទៀតសោតគឺធ្វើមិនឲ្យបាន70ឡើងបានយើងអាចឲ្យគាត់ទៅរោងជាងបាទអញ្ចឹងដូចពុកបងប្អូនមើលឃើញហើយគាត់អនុវត្តនេះគឺពាក់បាទដូចពាក់ 3D យើងគាត់មើលឃើញភ្នែករបស់គាត់នេះខាងក្រៅមើលឃើញតែគាត់មើលឃើញបាត់ដុំការងារមើលឃើញធុកមើលឃើញកន្លែងការងារជាក់ស្ដែងរបស់គាត់បរិវេណជុំវិញគាត់មើលឃើញទាំងអស់បាទអញ្ចឹងយើងមានការផ្សារដូចផ្សារក្រុមនៅក្រុមទឹកក៏យើងមានដែរក្នុង simulator នេះបាទអញ្ចឹងវីដេអូនេះគឺខ្ញុំចង់ចែករំលែកពីការផ្សារហ្នឹងហើយសូមអរគុណច្រើនដែលបានតាមដានវីដេអូបាទសូមអរគុណ